ថាពួកគេជាក្រុមតែមួយទោះបីមានភាពខុសគ្នាក៏ដោយនាងពន្យល់អំពីចនាសម្ព័ន្ធនៃប៉មនេះដោយត្រូវសម្អាតកង់3មុនពេលឈានដល់បន្ទប់មេបូអ្នកប្រមាណ6នាក់ចូលទៅក្នុងកង់នីមួយជាមួយបញ្ហាប្រឈមចៃដន្យឲ្យដូចជាការបំបត្តិអរិយទាំងស្រុងលបែងគុំរូបឬអន្ទាក់ស្លាប់ដែលការពីច្រោះចេញគ្មាននរណាដឹងថាពួកគេនឹងប្រឈមមុខនឹងបែបណាឡើយរហូតដល់ពេលចូលទៅក្នុងដោយផែនទីបដូរចៃដន្យឲ្យក្នុងរយៈពេល24ម៉ោងនាងចាប់ផ្ដើមហៅឈ្មោះដាក់ឲ្យដឹងពីអ្នកប្រមាញ់ពីសមាគមផ្សេង Ellen P. Nord, Pagan និង Sol P. Nebula, Reaper P. Devance ពេលបានឮឈ្មោះទាំងនោះ Baphomet ក៏រន្ធត់ភ្លេចខ្លួនពេលនាងហៅឈ្មោះគាត់ពីសមាគម Sweet Pink Angel ក៏ញើសចេញលើក្បាលពេលភ្នែកគ្រប់គ្នាប្រែមកមើលគាត់ Reaper ញឹមដឹងចិត្តត្រឡប់មកការិយាល័យវាបានបង្ហាញថាគឺមកធ្វើការដាក់ក្មេងប្រុសយើងចូលសមាគមមកបានពិភាក្សាអំពីការចាត់តាំងសមាគមជាមួយយុនសៀននាងសួរថាហេតុអ្វីគាត់ដាក់ Baphomet ចូលសមាគមคล้ายៗរបស់នាងដែលបង្កើតឡើងសម្រាប់បោកប្រាក់រដ្ឋបាលប៉ុណ្ណោះមកបានពន្យល់ថា Baphomet គ្មានជំរឿទេដោយសារសន្ធិសញ្ញារបស់គាត់ជាមួយរដ្ឋាភិបាលយុនសៀនសៃផ្ទុះឡើងដោយបង្ហាញថាឈ្មោះផ្អែមនឹងគ្មានគ្រោះថ្នាក់នេះពិតជាមិនសមនឹងអត្តសញ្ញាណរបស់គាត់សោះមកក៏ចូលរួមសៃផងដែរដោយទទួលស្គាល់ថាកំប្លែងនេះមិនខានតម្លៃសម្រាប់ធ្វើឡើយនៅកំពូលប៉ម Pagan ក៏សៃផងដែរដោយនិយាយថាឈ្មោះនេះសំស្របបំផុតអ្នកដទៃក៏ចូលរួមសៃយកលេងផងដែរខណៈ Baphomet សន្យាភ្លឺថាមួយថ្ងៃណាគាត់នឹងសម្លាប់មកដើម្បីសងសេចក្តីអាម៉ាស់នេះមេដឹកនាំបានស្ដារឡើងវិញនៅរបៀបរៀបរយហើយរំលឹកឲ្យគ្រប់គ្នាដឹងថាសមាគម Alk មិនទទួលខុសត្រូវចំពោះការស្លាប់នៅខាងក្នុងនោះទេពេលទ្វារបើកគេត្រូវដោះស្រាយដោយខ្លួនឯងទ្វារធំបានលើកឡើងជាមួយសំឡេងរំញ័រជាអំណោយផលបង្ហាញពីភាពស្និទ្ធស្នាលស្ងាត់នៅខាងក្នុងមនុស្សម្នាក់ក្នុងក្រុមបានសង្កេតឃើញពីភាពស្ងៀមស្ងាត់នេះហើយមេដឹកនាំក៏បញ្ជាក់ថាវាមិនមែនជាផែនទីបាញ់សត្វទេនាងបានបោះថ្មភ្លើងមួយទៅមុខហើយអរិយមួយបានបង្ហាញខ្លួននៅចម្ងាយជាភស្តុតាងថាវាជាផែនទីដាក់អន្ទាក់នាងបានប្រមានក្រុមឲ្យធ្វើតាមការដឹកនាំរបស់នាងហើយស្នើឲ្យក្មេងប្រុសរបស់យើងរក្សាធម៌ពលរបស់គាត់នាងរត់ទៅមុខយ៉ាងលឿនជិះវាងអន្ទាក់នៅពេលដែលនាងសម្គាល់បានមួយក្រោយមួយនាងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតាមទាន់នាងហើយគិតថាវាអាចជា Reaper ដែលមានភាពវៃឆ្លាតស្មើនឹងនាងបន្ទាប់មកនាងភ្ញាក់ផ្អើលពេលឃើញ Baphomet កំពុងរត់ទៅមុខយ៉ាងលឿនគាត់បានបើកជំនាញពិសេសរបស់គាត់ដែលឈ្មោះ Advantage ជាមួយជំនាញនេះសញ្ញាពលឺបានភ្លឺចេញមុខភ្នែកគាត់អន្ទាក់នឹងសត្វសម្ងាត់គ្រប់យ៉ាងបានបង្ហាញខ្លួន Baphomet សម្រេចចិត្តសាកល្បងសមត្ថភាពនេះដោយរត់ចូលទៅកាន់ភាពមិនស្គាល់កាន់តែជ្រៅ Pagan ឈរតឹងនៅទីនោះខណៈដែលសារជូនដំណឹងមួយក្រោយមួយភ្លឺចេញមុខភ្នែកគាត់ជាន់ទី1ត្រូវបានសម្អាតរួចបន្ទាប់មកជាន់ទី5ហើយបន្តទៅទៀតតែប៊ឿនមិនអាចជឿបាននេះធ្វើឲ្យគាត់ស្ទើរតែអស់ពាក្យនិយាយក្មេងប្រុសយើងគឺជានេសាទថ្នាក់ប៉ុន្តែឡើងជាន់បែបនេះវាឡើងលើហេតុផលទាំងស្រុងរួនធ្លាក់ចុះជាដំណាក់កាលទៅលើ Baphomet ខណៈប្រព័ន្ធផ្ញើសារជូនដំណឹងរហ័សបញ្ជូនឲ្យគាត់ជិះឆ្វេងឆ្វារនិងលោតចេញពីផ្លូវរួនបន្ថែមទៀតហោះមកពីខាងស្ដាមហើយពាក្យបញ្ជាថ្មីក៏បង្ហាញឡើងដឹកនាំឲ្យគាត់បំលែងផ្លើព្រួញទាំងនោះគាត់ធ្វើតាមសញ្ញាបង្ហាញនីមួយដឹកនាំខ្លួនឯងដោយគ្មានការស្ទាក់ស្ទើរហើយបាញ់ព្រួយមួយទៅលើអរិយបន្តិចក្រោយខ្សែចុងរបស់គាត់ចាប់ពួកអរិយបាននៅលើអាកាសប្រព័ន្ធបង្ហាញចំណុចខ្សោយហើយគាត់រឹតខ្សែចុងឲ្យតឹងមុននឹងបង្ហាញខ្លួននៅពីក្រោយសត្វនោះដាវរបស់គាត់ភ្លឺស្លាប់មួយលើកកាប់ផ្ដាច់តាមរាងកាយវាឲ្យស្អាតភ្លាមនោះជាន់ទី15ត្រូវបានសម្អាតមេក្រុមមើលដោយមិនជឿភ្នែកសួរថាតើគាត់ពិតជានៅថ្នាក់មែនទេនាងចាប់អារម្មណ៍ថាហេតុអ្វីគាត់មិនបានបន្តថ្នាក់របស់គាត់ឡើងវិញវាប្រសង្កេតឃើញថាចលនារបស់គាត់ស្របពេលព្រួយនីមួយយ៉ាងល្អប្រហែលជាគាត់ដឹងពីវាមុនស្រាប់មេក្រុមព្រមានថាការមិនអាប់ដេតថ្នាក់នឹងនាំឲ្យមានពិន័យប៉ុន្តែ Pagan ចូលមកកាត់បន្តិចដោយកំហឹងដាក់ទណ្ឌកម្មអ្នកទាំងអស់គ្នាដែលខ្ជះខ្ជាយពេលវេលាលើការនិយាយច្រើនមេក្រុមរំលឹកគាត់ថាការសម្រាកកោវៀនការឡើងជាន់គឺសំខាន់សម្រាប់ស្ដារឡើងវិញនៅម៉ាណានិងកម្លាំង Pagan ញឹមសាយចំពោះគំនិតនោះហើយប្រមាថពួកគេថាធុញហត់រហូតពេលទៅដល់ជាន់ទី15ប៉ុណ្ណោះសម្លៀកបំពាក់ដែលខូចរបស់គាត់ទាក់ទាញការចាប់អារម្មណ៍របស់នាងហើយនាងសម្ដីថាវាចិត្តរលួយហើយ Pagan ចាប់ប្រកាន់ក្មេងប្រុសរបស់យើងថាបំបែកវានាងសង្ស័យថាថ្នាក់មិនអាចបំផ្លាញសម្លៀកបំពាក់បាននេះទេដោយបង្ហាញថាផ្នែកនោះមិនមានតម្លៃសោះតាំងពីដើម Pagan ឆ្លើយតបវិញថាសម្លៀកបំពាក់របស់គាត់មកពីស្នូលរបស់ Behemoth មេកំពូលនៃប៉ម Tower of Sanctum មេក្រុមជប់ស្ងៀមនៅពេលនេះដឹងថាថាមពលដែលត្រូវការដើម្បីបំផ្លាញសម្ភារៈបែបនោះស្មើនឹងថាមពលរបស់មេប៉ម Baphomet គិតក្នុងចិត្តថាតើវាជាការពិតមែនឬទេ Pagan ស្បោះបណ្ដេញអ្នកប្រមាញ់ខ្នាតដែលគ្មានតម្លៃប៉ុន្តែបន្ទាប់មកគាត់ប្រញាប់បញ្ជូនឲ្យបញ្ចប់ការប្រកែកគ្នាហើយផ្ដោតលើបន្ទប់បន្ទាប់វាប្រសង្កេតមើលនិមិត្តសញ្ញានៅលើសម្លៀកបំពាក់របស់ Pagan ហើយស្គាល់ថាវាជារូបសញ្ញានៃសមាគមរាជវង្សនាងដើរចូលចិត្តបន្ថែមហើយបញ្ចេញមតិយោបល់ថាឧបករណ៍ដែលពាក់ព័ន្ធនឹង Behemoth មិនដែលចូលទៅក្នុងទីផ្សារជាផ្លូវការឡើយអ្នកណាម្នាក់កាន់វាត្រូវតែធ្លាប់ពាក់ព័ន្ធជាមួយអ្នកលោកសាខ្មៅនាងញឹមហើយគាត់ថាជាអ្នកដឹកនាំសមាគមរាជវង្ស Pagan តឹងខ្លួនខណៈដែល King សួរថានាងមានបំណងអ្វីវាប្រផ្ដោយោបល់ថានឹងជួយស្វែងរកអ្នកក្លែងបន្លំដែលបានបោកគាត់ប្រសិនបើគាត់ជំពាក់នាងមួយសំណងក្រោយមកបន្ទាប់មកការប្រយុទ្ធបន្តហើយ Baphomet សង្កេតឃើញចលនាដ៏រលូនរបស់ Reaper ខណៈដែលនាងកាត់បំផ្លាញអរិយដោយការវាយប្រហារលឿននិងត្រឹមត្រូវចង្វាក់របស់នាងនាំក្រុមឡើងខ្ពស់ដោះស្រាយជាន់មួយបន្ទាប់ពីមួយទៀតរវាងកន្លែងសម្រាប់នឹងការប្រយុទ្ធពួកគេបន្តទៅមុខរហូតដល់មានអរិយសេះមួយវាយប្រហារទៅកាន់ Pagan មុនពេលប៉ះទង្គិច Baphomet ជាអ្នកចលនាមុនគេ
ดาวរបស់គាត់កាប់ផ្ដាច់កសែតព្រៃនោះបន្ទាប់មកកាប់ផ្ដាច់ទ្រូងអ្នកជីកជាន់ទី49ត្រូវបានសម្អាតក្នុងរយៈពេលខ្លីញើសធ្លាក់ចុះពីចិញ្ចើមមេក្រុមខណៈនាងប្រកាសកំណត់ត្រាថ្មីរបស់ពួកគេប៉ុន្តែ Pagan V บอกថាវាមិនមែនជារឿងអស្ចារ្យអ្វីឡើយនាងបន្ទោសភាពអួតអាងរបស់គាត់ខណៈដែលគាត់កំពុងសង្កេតឃើញទម្រង់ស្ងប់ស្ងាត់របស់ Baphomet ដោយគ្មានសេចក្តីនឿយហត់និងគ្មានសញ្ញានៃការខិតខំទម្រង់របស់គាត់ទ្វារអាថមមួយរារាំងផ្លូវពួកគេ V ប្រពន្ធយល់ថាខាងក្រៅចំណុចនេះមានអ្វីមួយខុសប្លែកកម្ពុជាពំភាគច្រើនទុកបន្ទុកមេឃុំសម្រាប់ចុងក្រោយប៉ុន្តែពំនេះលក្ខណៈមានឈ្មោះនៅចំណុចពាក់កណ្ដាលជាន់នាងសន្មតថាក្មេងប្រុសយើងដឹងរួចហើយប្រហែលដោយបានលួចចូលពំខុសច្បាប់ប៉ុន្តែប្រតិកម្មទេរបស់គាត់បង្ហាញថាមិនមែនដូច្នោះទេហូតកាត់សន្ទនាដែលព្រមានឲ្យនាងបញ្ឈប់ការប្រព្រឹត្តខ្លួនស្និទ្ធស្នាលបែបនោះមេក្រុមបញ្ចប់ការពិភាក្សាហើយដាក់ដៃលើទ្វារអាក្រក់ដើម្បីផ្ដល់ឱកាសចុងក្រោយឲ្យថយក្រោយនាងរំលឹកពួកគេថាជីវិតអ្នកប្រមាញ់នីមួយគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេប៉ុន្តែនាងចង់ជៀសវាងការស្លាប់ដោយមិនចាំបាច់ប្រាក់រង្វាន់សម្រាប់អ្វីដែលយកបាននឹងត្រូវផ្ដល់ជូនអ្នកណាដែលសម្រេចចិត្តថយក្រោយឥឡូវនេះ Pagan បើកមាត់និយាយប៉ុន្តែ Baphomet ជំហានមុខមុនដោយប្រកាសថាគាត់ចង់បន្តគាត់មិនមកដល់ទីនេះសម្រាប់អារក្សខ្សោយទេវាប្រចូលរួមផងដែរមិនចង់ថយក្រោយបន្ទាប់ពីបានឈានមកដល់នេះទេអ្នកផ្សេងទៀតក៏ធ្វើតាមដែរមេក្រុមបែរមុខទៅកាន់ Pagan និងសល់សម្រាប់ជំរឿរបស់ពួកគេសូណែនាំឲ្យថយក្រោយដោយរំលឹកម្ចាស់របស់គាត់ថាគោលបំណងដើមរបស់ពួកគេគ្រាន់តែសម្រាប់ប្រមូលបទពិសោធន៍ប៉ុណ្ណោះកម្រិតពិបាកនៃតំបន់បន្ទាប់នៅតែមិនដឹងទេដូច្នេះការថយក្រោយគឺជាផ្លូវសុវត្ថិភាពជាងប៉ុន្តែ Pagan មិនព្រមថយក្រោយទេមោទនភាពរបស់គាត់រលត់ពេលគិតថានឹងចាញ់ខ្នាស់បង្ហាញចិត្តចូលរួមរបស់គាត់មិនអើពើនឹងការតវ៉ារបស់សូលទេហើយចូលទៅជាមួយអ្នកដទៃ Hypnot ស្វាគមន៍ពួកគាត់នៅខាងក្នុងមេក្រុម Bag Glowstone បញ្ចេញពន្លឺលើរូបចម្លាក់ថ្មខ្ពស់ដែលមានរាងដូចឈុតសាច់ប៉ុននាងប្រមានឲ្យគ្រប់គ្នាឈប់នៅក្រោយប្រហែលជាគឺ Gargoyle Pagan កំពុងប្រមានរហូតដល់ដៃធំមួយធ្លាក់ចុះពីលើយកបំណែកធ្មមួយឡើងហើយបុកវាចុះមុខពួកគេដោយកម្លាំងដ៏អស្ចារ្យthey ចាប់ផ្ដើមវិញជួយដៃនោះនិយាយថាវេនរបស់ពួកគេបានចាប់ផ្ដើមហើយហៀបច្របូកច្របល់កាត់ឡើងសូសម្ដីថាប្រសិនបើនេះជាឈុតសាច់ប៉ុននោះជំនាញរបស់ម្ចាស់គាត់ការសម្ដែងចុងក្រោយនេះទើបមានអត្ថន័យ Pagan ស្ទាក់ស្ទើរប៉ុន្តែអះអាងថាគាត់យល់សុវត្ថិភាពពួកគេផ្អែកលើការស្មានកន្លែងបំណែកធ្លាក់គាត់សម្គាល់តំបន់សុវត្ថិភាពហើយសូសរសើរការសម្រេចចិត្តរហ័សរបស់គាត់ប៉ុន្តែក្មេងប្រុសយើងមិនចេញទៅព្រោះមានអារម្មណ៍មិនស្រួលស្រមោលមួយបង្ហាញខ្លួនលើក្បាល Pagan ខណៈដែលបំណែកសាច់ប៉ុនធំមួយកាត់ឡើងនៅកណ្ដាលអាកាសសូរំពឹងរត់ទៅមុខដើម្បីទាញគាត់ចេញប៉ុន្តែបំណែកនោះធ្លាក់បុកសូតែម្ដងភាពស្ងប់ស្ងាត់គ្រប់ដណ្ដប់បន្ទប់ហើយ Pagan ស្រែកឈ្មោះសូដល់ភ័យខ្លាចមេដឹកនាំមើលមិនរួចដោយរញ្ជួយចិត្តសួរថាបំណែកខ្មៅនោះមកពីណាការយល់ដឹងរបស់ Reaper បំបែកភាពភ័យស្លន់ស្លោសំឡេងនោះមិនបាននិយាយជាមួយពួកគេទេប៉ុន្តែវាកំពុងនិយាយអំពីពួកគេពំនីគារនេះគឺជាវាប្រយុទ្ធរវាងអ្នកលេងមិនឃើញពីរនាក់ហើយពួកគេគ្រាន់តែជំរឿតូចក្នុងល្បែងរបស់ពួកគេប៉ុណ្ណោះមុខមាត់របស់ Baphomet កាន់តែរឹងមាំឡើងដោយយល់ថារហូតមកដល់ពេលនេះវាធ្វើឲ្យញីពេកការប្រកួតប្រជែងពិតប្រាកដនៃពំនីគារចាប់ផ្ដើមនៅទីនេះដៃរបស់សូលបង្ហាញពីក្រោមបំណែកសាច់ប៉ុនហើយ Pagan ព្យាយាមទាញសូលឲ្យរួចចេញយ៉ាងលឿនគាត់បន្តប្រាប់សូលឲ្យកុំបារម្ភព្រោះការិយាល័យរបស់ពួកគេមានឧបករណ៍វេជ្ជសាស្ត្រល្អណាស់ប៉ុន្តែពេលគាត់ទាញមានតែដៃប៉ុណ្ណោះដែលចេញមករឿងនេះធ្វើឲ្យ Pagan ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគាត់ស្រែកហៅឈ្មោះសូលដោយស្ទើរតែភ័យស្លន់ស្លោនៅពេលនោះដែរមេក្រុមស្រែកហៅ Pagan ដៃមួយទម្លាក់បំណែកសាច់ប៉ុនលើគាត់ខណៈដែលនាងចាប់គាត់ទាញទៅកន្លែងមានសុវត្ថិភាពហើយស្រែកប្រាប់ឲ្យគាត់ប្រុងប្រយ័ត្នប្រសិនបើចង់រស់ Hunter Reaper ក៏ជៀសខ្លួនផងដែរពីបំណែកសាច់ប៉ុនដែលធ្លាក់ចុះខណៈដែលនាងសង្កេតឃើញថាវានៅតែធ្លាក់មកដោយល្បឿនកាន់តែច្រើនរៀងរាល់វិនាទីស្រាប់តែនាងដឹងខ្លួនថានាងស្ទើរតែស្ថិតនៅក្រោមបំណែកមួយនៅពេលនោះដែរអ្នកប្រមាញ់ម្នាក់បានបង្ហោះនាងចេញពីទីនោះដើម្បីជួយសង្គ្រោះនាងដូច្នេះនាងបានអរគុណអ្នកប្រមាញ់នោះសម្រាប់សកម្មភាពនោះបន្ទាប់មកនាងបែរមុខទៅកាន់ក្មេងប្រុសរបស់យើងហើយសួរថាតើគាត់ដឹងវិធីឈ្នះបន្ទប់បញ្ហានេះទេហើយនាងក៏បញ្ជាក់ថាអ្វីដែលកើតឡើងមកទាំងអស់នេះធ្វើឲ្យមើលទៅដូចជាគាត់បានទុះទីរួចជាមុននាងបានប្រមានគាត់ថាប្រសិនបើពួកគេប្រយុទ្ធយូរពេកពួកគេនឹងអស់កម្លាំងហើយស្លាប់គាត់ឆ្លើយតបដោយហៅយុទ្ធសាស្ត្រនេះថាគ្មានអ្វីសោះហើយពន្យល់ថាពួកគេត្រូវតែជិះការវាយប្រហារហើយរស់នៅរហូតដល់ហ្គេមបញ្ចប់ទាំងស្រុងប្រសិនបើមានយ៉ាងហោចណាស់មនុស្សម្នាក់រស់ដោយចុងសាតាំងមួយនឹងបង្ហាញខ្លួនការសម្លាប់សាតាំងនោះនឹងបញ្ចប់បន្ទប់នេះហើយពិតប្រាកដជា Traps មួយប៉ុន្តែមុនពេលគាត់និយាយចប់បំណែកសាច់ប៉ុនមួយស្ទើរតែធាក់លើគាត់សួរថាហេតុអ្វីពួកគេត្រូវរងចាំរហូតដល់ចុងហើយលោតឡើងបុកបំណែកសាច់ប៉ុនយ៉ាងខ្លាំងរហូតបំបែកវាឲ្យប្រេះដៃរបស់គាត់ក្រឡាប់ពីការប៉ះទង្គិចហើយអ្នកប្រមាញ់ទាំងអស់ក៏មើលមកក្នុងសភាពភ្ញាក់ផ្អើល Baphomet បានផ្ដល់យោបល់ថាគ្រាន់តែបំផ្លាញអ្វីទាំងអស់ដែលនៅចំពោះមុខពន្យល់ថាប្រសិនបើពួកគេបំផ្លាញបំណែកទាំងអស់ដែលសត្រូវអាចប្រើបាននោះពួកគេនឹងបង្ខំឲ្យហ្គេមបញ្ចប់មុនពេលនោះម្ចាស់ធុងនឹងត្រូវចេញមកប្រឈមមុខពួកគេដោយផ្ទាល់អ្នកប្រមាញ់ Reaper សួរអំពីផែនការប៉ុន្តែ Baphomet បញ្ជាក់ថាវាដ៏អស្ចារ្យមួយមេដឹកនាំរត់ទៅមុខហើយចាប់ផ្ដើមបំផ្លាញអ្វីទាំងអស់ហើយបញ្ជាឲ្យ Pagan ប្រកាសថាគាត់ស្ថិតនៅជិតនាងជានិច្ចវាប្រចាប់យកបំណែកសាច់ប៉ុនមួយដោយអំណាចរបស់នាងហើយបញ្ចេញសម្លេងថាវាពិបាកជាងដែលគេនិយាយនាងស្ទើរតែរក្សាវានៅក្នុងដៃមិនបានបន្ទាប់មកក៏បុកវាចុះលើដីដោយកម្លាំងទាំងអស់របស់នាងដើម្បីបំបែកវា
វិធ្វើឲ្យនាងដឹងថាសកម្មភាពទាំងនេះស្រូបធម្មពលច្រើនណាស់ក្នុងពេលដូចគ្នា Baphomet ក៏បំបែកបំណែកខ្សាច់ពន្ធមួយដែលមានព្រះផងដែរបន្ទាប់មកគាត់បានបាញ់ប្រហារដ៏ខ្លាំងមួយទៅលើវាដោយប្រើអាវុធខ្សែសង្វាក់របស់គាត់បំផ្លាញវាឲ្យខ្ទេចខ្ទីមនុស្សពាក់មួកគ្របនោះគ្រាន់តែឈរជ្រុលស្ងៀម Baphomet បុកបំណែកខ្សាច់ពន្ធមួយទៀតដែលធាក់ជិតគាត់ហើយលោតឡើងលើអាកាសហើយហៅឲ្យសត្រូវចេញមកគាត់មើលជុំវិញយ៉ាងប្រុងប្រយ័ត្នហើយលោតទៅមុខដើម្បីជៀសវាងខណៈដៃធំមួយបុកចុះមកមុខគាត់ជៀសវាងដៃមួយទៀតខណៈពេលកំពុងស្រែកសួរអំពីទីតាំងសត្រូវដោយយល់ថាវាមិនអាចលាក់ខ្លួននៅក្នុងការរៀបចំសាច់ពន្ធច្របូកច្របល់នេះបានទេខណៈពេលកំពុងលោតលើដៃធំនោះគាត់មានអារម្មណ៍ថាមានថាមពលចម្លែកមកពីទីណាមួយគាត់រៀបចំអាវុធរបស់គាត់ហើយប្រកាសថាគាត់បានរកឃើញគោលដៅហើយគាត់បោះអាវុធខ្សែសង្វាក់ទៅមុខយ៉ាងត្រឹមត្រូវហើយវាប្រហែលទៅកណ្ដាលសាខាដោយផ្ទាល់រូបភាពនោះបានបង្ហាញខ្លួននៅទីនោះហើយស្ដីបន្ទោសគាត់ថាជាអ្នកល្ងង់ដែលហ៊ានបំផ្លាញដែនដីរបស់វាដោយសន្យាថានឹងមានផលវិបាកធ្ងន់ធ្ងរអត់ស្រេចហើយប្រកាសថាដល់ពេលហើយមុនពេលបើកជំនាញលោត Baphomet របស់គាត់នៅកន្លែងមួយទៀតអ្នកកែសម្រួលបានអរគុណលោកស្រី Echena សម្រាប់ការធ្វើសម្ភាសទោះបីជាពេលយប់យឺតក៏ដោយដែលបញ្ជាក់ថាវាជាការបន្ទាន់ Echena ឆ្លើយតបដោយសួរថាតើនាងដឹងពីវិធីបង្ហាញអំណរគុណត្រឹមត្រូវដែរឬទេនាងឃើញឲ្យនាងថានឹងបោះពុំតែព័ត៌មានល្អអំពីក្រុមអុកកែប៉ុណ្ណោះហើយស្នើឲ្យនាងកុំបារម្ភ Echena បង្ហាញថានាងនឹងផ្ដល់ជំនួយរឿងនេះឲ្យប្រធានក្រុមកែសម្រួលក្មេងស្រីម្នាក់បង្ហាញខ្លួនពីក្រោយ Echena ហើយជូនដំណឹងនាងអំពីការហៅចូលមកពី Hunter Shining Echena សួរថាតើ Shining បានសម្រេចបំផុតកំពូលប្រាសាទរួចហើយឬនៅព្រោះនាងបានទៅទីនោះមុននាងទទួលការហៅហើយ Shining រីកាថា Baphomet ឥឡូវនេះកំពុងចូលរួមក្នុងភារកិច្ចសម្អាតប្រាសាទស្មុគស្មាញចន្លោះពេលនោះក្មេងប្រុសរបស់យើងកំពុងប្រយុទ្ធនឹងសត្វព្រៃដែលបោះអាវុធនិងកាប់វាដោយមិនឈប់ឈរជំនាញ Adrenaline របស់គាត់បានដំណើរការដោយស្វ័យប្រវត្តិភ្លាមនៅពេលកម្រិត stress ឡើងខ្ពស់ក្នុងការប្រយុទ្ធដែលបន្ថែមសមត្ថភាពទាំងអស់ឡើង30គាត់រត់បាញ់ទៅមុខទៅរករូបនោះដោយកាន់អាវុធខ្សែច្រវាក់យ៉ាងតឹងរូបនោះសួរគាត់ដោយភាពច្របូកច្របល់ហើយបន្តផ្ដោតដៃដើម្បីវាយប្រហារប៉ុន្តែសង្កេតឃើញថាគាត់មើលទៅមានកម្លាំងខ្លាំងជាងមុនយ៉ាងច្រើនវាប្រមូលអារម្មណ៍ទៅលើគោលដៅហើយប្រព័ន្ធបញ្ជាក់ថានៅពេលប្រយុទ្ធប្រឆាំងគោលដៅដែលបានកំណត់ទាំងការរងរបួសនិងបន្ថយ50ខណៈដែលអំណាចវាយប្រហារបន្ថែមឡើង30ទៀតគាត់បន្តវាយប្រហារខណៈដែលរូបនោះបង្ហាញភាពច្របូកច្របល់អំពីវេទមន្តដែលគាត់ប្រើដើម្បីធ្វើឲ្យខ្លួនខ្លាំងឡើងគាត់បោះអាវុធខ្សែច្រវាក់ទៅលើសត្វនោះហើយវាប៉ះត្រង់បញ្ចូលកាត់តាមស្មារបស់វាខណៈដែលគាត់កំណត់ថាឈើនេះឆេះឲ្យដឹងថាគោលដៅនេះសមស្របសម្រាប់សាឡបងជំនាញមួយនៅម្ខាងទៀត Echena ប្រកាសស្រែកចូលទូរស័ព្ទដោយទាមទារឲ្យពួកគេរារាំងកុំឲ្យមានការជួបគ្នារវាងគាត់និង Valkyrie Shining ប្រាប់ថា Valkyrie មិនចង់នៅជិតគាត់ទេព្រោះគាត់បានទិញសក់នាង Echena ពន្យល់ថា Shining មិនទាន់យល់អ្វីកំពុងកើតឡើងទេបន្ទាប់មកនាងសួរថាតើមានឱកាសប៉ុន្មានសម្រាប់អ្នកប្រយុទ្ធថ្នាក់ដែលមានកម្លាំងលើសមនុស្សធម្មតាត្រូវធ្លាក់ចូលទឹកហើយសន្លប់ Shining មិនអាចគិតឃើញហេតុផលផ្សេងទៀតទេខណៈដែល Echena និយាយយ៉ាងស្ងប់ស្ងាត់ថាឱកាសគឺគ្មានទេចំណែកឯបរិះរបស់យើងវិញជាមួយនឹងជំនាញពិសេសរបស់ Raven គឺជាគាត់បានបើក Blaze ហើយបញ្ជូនភ្លើងទៅមុខភ្លើងបានឆេះព័ទ្ធជុំវិញសត្វប្រហិតនោះដែលបានហៅស្ថានភាពនេះថាឆ្កួតខណៈដែលភ្លើងព័ទ្ធវាទាំងស្រុងក្មេងប្រុសឆ្កួតរបស់យើងសែកមិនអាចបង្ហាប់បានខណៈដែល Reaper ញឹមបង្ខំខ្លួនឈរនៅពីក្រោយគាត់ប្រកាសថានេះទើបជាការប្រយុទ្ធពិតហើយជំរុញឲ្យភ្លើងនៅជុំវិញគាត់ឆេះកាន់តែខ្លាំងដោយចង់បញ្ចេញការខកចិត្តទាំងអស់របស់គាត់ចូលក្នុងការប្រយុទ្ធនេះប្រព័ន្ធបានប្រមាថគាត់ប៉ុន្តែគាត់ឆ្លើយតបវិញខណៈដែលកំពុងរីករាយជាមួយពេលវេលាភ្លើងឆេះឆ្អឹងដ៏ក្តៅគប់នេះ Viper បានដឹងថានាងតែបាននៅពីអ្នកប្រមាញ់ដែលរស់នៅសម្រាប់ការប្រយុទ្ធប៉ុណ្ណោះហើយបន្ទាប់ពីបានជួបមនុស្សមួយរូបដូច្នេះនាងមិនចង់ជួបអ្នកប្រមាញ់បែបនោះម្ដងទៀតឡើយនៅចំកណ្ដាលភាពចលាចលនោះគាត់បានរំលឹកឡើងភ្លាមថាគាត់ត្រូវពេញដំឡូងផ្អែម Viper ដែលស្រួលចិត្តចំពោះអំណាចចម្លែករបស់គាត់សួរថាតើមនុស្សថ្នាក់យុទ្ធជើងដូចម្ដេចអាចប្រើម៉ាស៊ីនបានយ៉ាងជំនាញបែបនេះដោយគិតថាគាត់ជាអ្នកវាយដាវដែលមានអំណាចម៉ាស៊ីនតែមនុស្សតែម្នាក់គត់ដែលនាងស្គាល់មានសមត្ថភាពចម្រុះបែបនោះគឺ Raven ប៉ុណ្ណោះមិនយូរប៉ុន្មានដេកក៏ចាប់ផ្ដើមវិញជួយយ៉ាងខ្លាំងហើយមានប្រេះបាក់កាត់ឡើងក្រោមជើងពួកគេដូច Soul Pro មាននរណាម្នាក់ស្រែកសួរថាតើជាន់ដេកកំពុងរំឬទេហើយ Viper ក៏ឃើញផ្លូវចេញនៅចម្ងាយមួយហើយនាងស្រែកឲ្យគ្រប់គ្នារត់ទៅរកវាពួកគេរត់កាត់តំបន់ដែលកំពុងរញ្ជួយនោះប៉ុន្តែដេកបានបែកចេញក្រោមជើង Pagan ធ្វើឲ្យគាត់បាក់ជើងគាត់ព្យាយាមចាប់ដៃ Soul ប៉ុន្តែវាស្រួលចេញពីដៃគាត់ហើយគ្មានស្ទាក់ស្ទើរទេគាត់លោតតាមវាទៅដោយភ័យស្លន់ស្លោមុនពេលគាត់ធ្លាក់ Baphomet បានបង្ហាញខ្លួននៅលើក្បាលគាត់ដោយខ្សែចង្វីទៅមុខគាត់ចាប់ដៃ Pagan នៅចន្លោះអាកាសទាន់ពេលពឹកក្នុងអំឡុងពេលនោះនៅចម្ងាយ Hunter Echena សួរ Shining តាមទូរស័ព្ទថាតើបានយូរប៉ុន្មានហើយចាប់តាំងពី Valkyrie ចូលទៅក្នុងប៉មប្រាសាទដ៏ស្មុគស្មាញនោះនាងពិនិត្យមើលម៉ោងហើយប្រាប់ថាបានប្រហែល1ម៉ោងកន្លះហើយចាប់តាំងពីនាងចូលទៅបន្ទាប់ពីនាងទើបតែឈ្នះប៉មប្រាសាទមួយទៀត Echena គិតថាជាមួយនឹងជំនាញរបស់ Valkyrie នាងត្រូវបានឈានដល់ជាន់ខ្ពស់បំផុតរួចហើយបើ Baphomet ក៏ទៅដល់ទីនោះដែរពួកគេប្រហែលជាបានជួបគ្នារួចហើយនៅពេលនោះដោយមើលចុះទៅ Pagan ខណៈពេលគាត់កំពុងកាន់ដៃរបស់គាត់បុរសយើងអាចដឹងថាគាត់បានបាត់បង់ចិត្តស្មោះក្នុងការប្រយុទ្ធទាំងស្រុង
ទោះបីជាគាត់រស់រានមានជីវិតក៏ដោយគាត់ក៏មិនអាចមានកម្លាំងបន្តទៅប៉មប្រាសាទបន្ទាប់ទេដែលមានន័យថាមរណភាពនឹងរកឃើញគាត់ឆាប់នេះអេឈៀននៅតែស្ថិតនៅលើខ្សែទូរស័ព្ទបាននិយាយថាត្រូវតែធ្វើអ្វីមួយខណៈដែលក្មេងប្រុសយើងគិតស្ងៀមថាការបាត់បង់ចិត្តស្មោះក្នុងការប្រយុទ្ធគឺស្មើនឹងការបរាជ័យជាអ្នកប្រយុទ្ធអេឈៀនដើរទៅរកអ្នកនាយកសារព័ត៌មានរបស់នាងហើយរំលឹកឲ្យនាងចាំថានាងបាននិយាយថាស្គាល់អ្នកសារព័ត៌មានមួយចំនួនដោយស្នើសុំឲ្យណែនាំពួកគេខណៈដែលនៅតែចាប់ដៃ Pagan ប៉ុន្តែបន្ទាប់មកគាត់បានបន្ធូរចំហាយហើយបានស្មានថាប្រហែលជាគាត់គួរតែទុកឲ្យគាត់ស្លាប់នៅទីនេះទៅ Pagan ដួលចុះហើយមានការផ្ទុះមួយកើតឡើងនៅខាងក្រោមមិនដឹងមកពីណា Valkyrie បានហោះចុះមកហើយចាប់ Pagan នៅពាក់កណ្ដាលពេលដួលនាងញឹមបន្តិចហើយនិយាយថាគាត់ថាដូចជាមនុស្សអាក្រក់មែនហើយបន្ថែមថាការតម្រង់មនុស្សដូចគាត់នេះប្រហែលជាសប្បាយត្រឡប់មកកាន់ Echin នៅវិញនាងស្នើសុំអ្នកសារព័ត៌មានម្នាក់ដែលចេះដោះស្រាយរឿងអាស្រូវដោយសម្ងាត់នាងពន្យល់អំពីរឿងអាស្រូវដោយរំលឹកថាវាបានចាប់ផ្ដើមយ៉ាងដូចម្តេចក្នុងអំឡុងសម្ភាសន៍មួយអ្នកសារព័ត៌មានបានសួរ Valkyrie ថានាងចូលចិត្តបរិសុទ្ធប្រភេទណានាងបានបង្ហាញថានាងចូលចិត្តនរណាម្នាក់ដែលងាយស្រួលនិយាយហើយរូបរាងមិនសូវសំខាន់ទេតែបន្ទាប់ពីនោះ Baphomet បានធ្លាក់ចុះពីលើមកក្នុងអាងទឹកដោយមិនដឹងខ្លួន Valkyrie បានរត់ទៅរកគាត់ភ្លាមហើយភ្លាមនោះគាត់ក៏ក្លាយជាបរិសុទ្ធប្រភេទដែលនាងចូលចិត្តមុននឹងនាងអាចធ្វើអ្វីបាន Echena បានរត់មកសួរថាគាត់មានអីអត់ភ្លាម Valkyrie បានដួលសន្លប់ដោយអះអាងថានាងមានអារម្មណ៍វែងនឹងក្បាល Echena បានមើលឃើញថានេះគ្រាន់តែជាការសម្ដែងដើម្បីតាក់ទាញតែផែនការរបស់នាងបរាជ័យវិញពេល Echena ចូលមកជួយគាត់មើលទៅ Echena ដោយមិនយល់ថានាងធ្វើអ្វីហើយគិតថាវាមិនចាំបាច់ធ្វើឲ្យមានរឿងធំដុំសោះ